ហើយរឿងអន្ទាក់គំនុំចំណងបេះដូងអូផ្កាម្លិះឆ្នាំនេះរីកល្អណាស់ក្លិនក្រអូបប្រហើរមិនចាញ់ឆ្នាំមុនទេបើបានក្រងជាភួងថ្វាយព្រះពុទ្ធនៅវិហារនិងជូនលោកពុកអ្នកម៉ែច្បាស់ជាពួកគាត់រីករាយចិត្តមិនខានទីបំផុតខ្ញុំបានមកដល់ហើយភូមិគ្រឹះដ៏ស្កឹមស្កៃដែលសាងសង់ឡើងដោយទឹកភ្នែកនិងការឈឺចាប់របស់គ្រួសារខ្ញុំសេដ្ឋីឡៅលោកមិនដឹងទេថាកំហុសដែលលោកបានទម្លាក់មកលើឪពុករបស់ខ្ញុំកាលពី10ឆ្នាំមុនបានធ្វើឲ្យគ្រួសាររបស់ខ្ញុំរលាយសាបសូន្យកម្រិតណាថ្ងៃនេះកូនប្រុសរបស់សេដ្ឋីសុខត្រឡប់មកវិញហើយខ្ញុំនឹងយកគ្រប់យ៉ាងដែលជារបស់ខ្ញុំមកវិញដោយចាប់ផ្ដើមពីកូនស្រីសំណប់ចិត្តរបស់លោកសូរិយាសម្រួលទឹកមុខឲ្យប្រែជាទន់ភ្លន់ញញឹមស្រស់បំប្រងហាក់ដូចជាកំឡោះអ្នកមានម្នាក់ដែលពោពេញទៅដោយក្តីមេត្តានិងភាពរាក់ទាក់គេដើរតម្រង់ទៅរកសួនច្បារដែលបុប្ផាកំពុងតែអង្គុយក្រងផ្កាសូមទោសផងចុះអ្នកនាងតែខ្ញុំអាចរំខានសួនអ្នកនាងបន្តិចបានទេអូចាបានលោកសូមមកចុះនៅខណៈពេលដែលភ្នែកអ្នកទាំងពីរបានជួបគ្នាបុប្ផាហាក់ដូចជាមានអារម្មណ៍ប្លែកក្នុងចិត្តបុរសម្នាក់នេះមានកែវភ្នែកមុតស្រួចប៉ុន្តែលាក់បាំងនៅភាពអាថ៌កំបាំងម្យ៉ាងដែលនាងមិនធ្លាប់ជួបចំណែកឯសូរិយាវិញទោះបីក្នុងចិត្តគិតតែពីរឿងសងសឹកតែសម្រស់ដ៏ទន់ភ្លន់មិនចេះឆ្មាំងឆ្មៃរបស់បុប្ផាក៏ធ្វើឲ្យគេភាំងទៅមួយរំពេចដែរបាទខ្ញុំបាទឈ្មោះសូរិយាជាកូនអ្នកជំនួញមកពីទីក្រុងឆ្ងាយខ្ញុំមានសម្បត្តិនិងរបស់ខ្លះចង់មកជួបនិងពិភាក្សាការងារជំនួញជាមួយលោកអ៊ំសេដ្ឋីឡៅតើអ្នកនាងជាចាខ្ញុំឈ្មោះបុប្ផាជាកូនស្រីរបស់លោកពុកឡៅនឹងឯងបើលោកមានកិច្ចការអីជាមួយពុកអញ្ជើញរងចាំបន្តិចសិនចុះខ្ញុំនឹងឲ្យអ្នកបម្រើទៅជម្រាបលោកពុកឲ្យចេញមកជួបពិតជាកិត្តិយសណាស់ដែលបានជួបអ្នកនាងបុប្ផាមិនត្រឹមតែមានឈ្មោះពីរោះដូចផ្កាទេសូម្បីតែចិត្តគំនិតនិងរឹកពីក៏ទន់ភ្លន់គួរឲ្យគោរពណាស់ដែរលោកសូរិយាលោកសរសើរហួសហេតុពេកហើយចាសូមអញ្ជើញចាំបន្តិចសិនចុះអញ្ជើញអង្គុយចុះមកក្មួយប្រុសឮកូនស្រីខ្ញុំប្រាប់ថាក្មួយមានកិច្ចការជំនួញចង់មកពិភាក្សាជាមួយខ្ញុំមែនទេតើគ្រូសាក្មួយធ្វើជំនួញខាងអីដែរបាទជំរាបលោកអ៊ំសេដ្ឋីគ្រូសាខ្ញុំបាទកាលពីមុនធ្វើជំនួញខាងស្រូវអង្គរនិងកណាត់មាសមកពីបរទេសតែក្រោយមកមានការប្រែប្រួលធំទើបខ្ញុំបាទត្រូវចាកចេញទៅស្រុកឆ្ងាយថ្ងៃនេះខ្ញុំបាទត្រឡប់មកវិញព្រោះចង់ពង្រឹងការរកស៊ីហើយក៏ចង់មកស្គាល់លោកអ៊ំដែលជាអ្នកមានគុណធម៌ល្បីល្បាញក្នុងស្រុកនេះផងដែរល្អណាស់ក្មេងៗចំនួនក្រោយមានគំនិតរកស៊ីចង់ចម្រើនលូតលាស់បែបនេះខ្ញុំពិតជាគាំទ្រមានការអីដែលខ្ញុំអាចជួយណែនាំឬសហការបានក្មួយកុំក្រែងចិត្តអ៊ំអីណាសន្តានចិត្តលោកអ៊ំពិតជាទូលាយដូចគេល្បីមែនមិនដូចមនុស្សមួយចំនួនដែលមើលឃើញតែផលប្រយោជន៍ខ្លួនឯងរហូតដល់ហ៊ានកំទេចជីវិតអ្នកដទៃដោយមិនដឹងខ្លួននោះទេចុះហេតុអីក្មួយនិយាយបែបនេះតើមានរឿងអីកើតឡើងចំពោះគ្រួសារក្មួយមែនទេអូគ្មានអីធំដុំទេលោកអ៊ំគ្រាន់តែជាការសង្កេតរបស់ខ្ញុំទៅលើមនុស្សទូទៅប៉ុណ្ណោះកុំឲ្យខាតពេលលោកអ៊ំពិនិត្យមើលបញ្ជីមុខទំនិញទាំងនេះសិនចុះក្រោយពីការពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរសូរិយាបានលាសេដ្ឋីឡៅត្រឡប់ទៅវិញប៉ុន្តែផែនការដំបូងរបស់គេបានជោគជ័យហើយគឺគេទទួលបានការទុកចិត្តនិងការអនុញ្ញាតឲ្យចេញចូលភូមិគ្រឹះនេះដោយសេរីដើម្បីរៀបចំជំនួញរួមគ្នាសេដ្ឋីឡៅលោកធ្វើពុតជាមនុស្សមានធម៌មេត្តាបានល្អណាស់លោកភ្លេចហើយមែនទេទឹកភ្នែកឪពុករបស់ខ្ញុំដែលត្រូវជាប់ឃុំក្នុងគុកងងឹតទាំងដែលគាត់មិនបានធ្វើអ្វីខុសលោកជាអ្នកយកភ័ស្តុតាងคล้ายៗទៅឲ្យរាជការថ្ងៃនេះលោកសាច់បានតែទឹកភ្នែកកូនស្រីលោកនឹងត្រូវសងជំនួសលោកសូរិយាហេតុអីបានជាពេលដែលខ្ញុំជួបលោកដំបូងខ្ញុំមានអារម្មណ៍ថាលោកមានទុក្ខសោកយ៉ាងធ្ងន់ធ្ងរលាក់ក្នុងចិត្តបែបនេះកែភ្នែករបស់លោកពេលសម្លឹងមកខ្ញុំជួនកាលហាក់ដូចជាទន់ភ្លន់
តែជួនកាលក៏គួរឲ្យខ្លាចតែខ្ញុំអាចជួយអ្វីលោកបានខ្លះទេ បុប្ផាជាក្មេងស្រីដែលធំដឹងក្តីឡើងក្នុងសេចក្តីស្រឡាញ់និងការអប់រំដ៏ល្អនាងមិនដឹងទាល់តែសោះថាបុរសដែលនាងកំពុងតែចាប់ផ្ដើមចាប់អារម្មណ៍និងអាណិតអាសូរនោះគឺជាមនុស្សដែលកំពុងតែរៀបចំអន្ទាក់ដ៏ធំដើម្បីទាញនាងនិងគ្រួសារឲ្យធ្លាក់ចូលទៅក្នុងជ្រោះនៃភាពទុក្ខសោកព្រឹកថ្ងៃថ្មីបានឈានចូលមកដល់សូរិយាបានរៀបចំខ្លួនយ៉ាងស្អាតបាតរួចធ្វើដំណើរមកភូមិគ្រឹះសេដ្ឋីឡើងម្ដងទៀតដោយនាំយកនៅក្រណាត់សូត្រដ៏មានតម្លៃមកជាមួយផងដើម្បីធ្វើជាកាដូជូនដល់បុប្ផានិងភរិយាសេដ្ឋីជំរាបសួរអ្នកនាងបុប្ផាថ្ងៃនេះអាកាសធាតុល្អណាស់តើអ្នកនាងកំពុងតែធ្វើអីនឹងលោកសរិយាជំរាបសួរចាខ្ញុំកំពុងតែជួយអ្នកម៉ែរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃចុះលោកអញ្ជើញមកមានការអ្វីជាមួយលោកពុកមែនទេខ្ញុំមកជួបលោកអ៊ំផងហើយក៏មានរបស់បន្តិចបន្តួចចង់ជូនអ្នកនាងនិងលោកស្រីផងដែរនេះជាកណាត់សូត្រល្អដាច់គេពីទីក្រុងខ្ញុំថាពណ៌ស្រទន់បែបនេះពិតជាស័ក្តិសមនឹងសម្រស់ដ៏បរិសុទ្ធរបស់អ្នកនាងណាស់លោកសរិយាមិនគួរគិតគូរដល់ថ្នាក់នេះទេចារបស់នេះមានតម្លៃណាស់ខ្ញុំមិនហ៊ានទទួលទេសូមទទួលយកទុកចុះអ្នកនាងបុប្ផាសម្រាប់ខ្ញុំបើបានឃើញអ្នកនាងមានក្តីសុខនិងញញឹមវាមានតម្លៃជាងកណាត់សូត្រនេះរាប់រយដងទៅទៀតសម្ដីដ៏ផ្អែមល្ហែមរបស់សូរិយាបានធ្វើឲ្យបេះដូងដែលមិនធ្លាប់ស្គាល់ស្នេហារបស់បុប្ផាចាប់ផ្ដើមរំជើបរំជួលនាងទទួលប្រអប់នោះទាំងថ្ពាល់ឡើងក្រហមព្រឿងតែនាងមិនបានដឹងទេថានៅពីក្រោយស្នាមញញឹមដ៏តាក់ទាញរបស់សូរិយាគេកំពុងតែគិតក្នុងចិត្តយ៉ាងត្រជាក់ចិត្តជោគជ័យហើយបុប្ផាចូលក្នុងតាក់ខ្ញុំចុះពេលនាងស្រឡាញ់ខ្ញុំខ្លាំងកម្រិតណាការឈឺចាប់របស់ឪពុកនាងក៏កើនឡើងកម្រិតនោះដែរពន្លឺថ្ងៃថ្មីបានជះរស្មីមកលើដីភូមិគ្រឹះសេដ្ឋីឡៅសេចក្តីល្អនិងភាពទន់ភ្លន់របស់បុប្ផាកំពុងតែលាយចូលទៅក្នុងបេះដូងដែលធ្លាប់តែរឹងរូសរបស់សូរិយាយឺតដោយមិនដឹងខ្លួនប៉ុន្តែភារកិច្ចសងសឹកជំនួសឪពុកនៅតែជាស្រមោលអន្ទោលតាមប្រាណញែកគេឲ្យដាច់ពីសេចក្តីសុខពិតប្រាកដព្រឹកនេះសូរិយាបានណាត់បុប្ផាទៅធ្វើបុណ្យនៅវត្តអារាមជាមួយគ្នាដើម្បីបង្កើតភាពស្និទ្ធស្នាលជំរាបសួរអ្នកប្រុសសូរិយាខ្ញុំបានរៀបចំសេះនិងកន្ត្រកចង្ហាន់រួចរាល់អស់ហើយទៀនតែយើងត្រូវរងចាំនៅនាងបុប្ផានៅទីនេះឬក៏មិនបាច់ទីម៉ៅឯងត្រូវចាំទុកណាមេរៀនដំបូងនៃការតាក់ទាញចិត្តមនុស្សគឺជាការអត់ធ្មត់និងភាពថ្លៃថ្នូរទៅឈររងចាំនៅក្បែរសេះទៅបានអ្នកប្រុសខ្ញុំគ្រាន់តែបារម្ភអ្នកប្រុសធ្វើបែបនេះមិនដឹងថាថ្ងៃក្រោយទៅជាយ៉ាងណាទេអ្នកប្រុសអ្នកនាងបុប្ផាគឺជាមនុស្សល្អណាស់អ្នកប្រុសម៉ៅឯងភ្លេចការឈឺចាប់របស់លោកពុកខ្ញុំហើយមែនទេសេចក្តីល្អរបស់នាងមិនអាចលាងជម្រះកំហុសឪពុករបស់នាងបានឡើយស្ងៀមពួកគាត់ដើរមកហើយបុប្ផាដើរចុះមកជាមួយម្ដាយរបស់នាងគឺលោកស្រីសុភ័ណ្ឌថ្ងៃនេះបុប្ផាដូចទេពអប្សរចំណែកលោកស្រីសុភ័ណ្ឌមើលទៅមានរឹកពីសំសួនណាស់ជំរាបសួរលោកសរិយាលោកមកដល់តាំងពីព្រឹកព្រលឹមម្លេះទៅតន់ណាស់ដែលធ្វើឲ្យលោកត្រូវរងចាំមិនអីទេអ្នកនាងបុប្ផាខ្ញុំបាទសូមជម្រាបសួរលោកស្រីផងទៀនជាកិត្តិយសណាស់ដែលថ្ងៃនេះលោកស្រីនិងអ្នកនាងបុប្ផាអនុញ្ញាតឲ្យខ្ញុំបាទជូនដំណើរទៅវត្តមិនអីទេក្មួយសូរិយាបងសទ្ធីគាត់សរសើរក្មួយមិនដាច់ពីមាត់ថាជាក្មេងដឹងខុសត្រូវនិងពូកែខាងជំនួញមីងឃើញក្មួយមានចិត្តចង់ទៅធ្វើបុណ្យបែបនេះមីងពិតជាត្រេកអរណាស់បាទលោកស្រីការធ្វើបុណ្យទានគឺជាកាតព្វកិច្ចរបស់កូនចៅគ្រប់រូបហើយទៀនម្យ៉ាងទៀតបានធ្វើដំណើរជាមួយមនុស្សចិត្តធម៌ដូចជាលោកស្រីនិងអ្នកនាងបុប្ផាធ្វើឲ្យចិត្តខ្ញុំបាទជ្រះថ្លាណាស់សម្ដីផ្អែមណាស់ក្មួយ តោះកុំឲ្យហួសពេលចង្ហាន់ព្រះសង្ឃអញ្ជើញចុះអ្នកនាងបុប្ផាតើអ្នកនាងធ្លាប់មានអារម្មណ៍ថាពិភពលោកនេះអយុត្តិធម៌ទេហេតុអីលោកសរិយាសួរខ្ញុំបែបនេះ
តាលោកមានរឿងអីអាក់អន់ចិត្តអ្វីមែនទេពេលខ្លះមនុស្សដែលខំប្រព្រឹត្តល្អត្រង់ត្រាប់តាមធម៌តែបែរជាត្រូវគេបង្កាច់បង្ខូចរហូតដល់បាត់បង់គ្រប់យ៉ាងចំណែកឯអ្នកដែលធ្វើខុសបែរជារស់នៅលើកំណត់ទ្រព្យសម្បត្តិដោយក្តីសុខខ្ញុំគ្រាន់តែអាណិតអ្នកដែលរងគ្រោះប៉ុណ្ណោះលោកសរិយាលោកពុកខ្ញុំរមែងទូមានថាកម្ពីមិនមែនអាស្រ័យលើភ្នែកមនុស្សមើលឃើញនោះទេមនុស្សធ្វើអាក្រក់ទោះបីថ្ងៃនេះគេសើចតែនៅក្នុងចិត្តគេដូចជាមានភ្លើងដុតរាល់ថ្ងៃចំណែកអ្នករងគ្រោះបើសិនជាមានចិត្តអត់ឱនមិនយកគំនុំសងសឹកថ្ងៃក្រោយពន្លឺនៃសេចក្តីសុខនឹងមករកគេវិញមិនខានចិត្តអត់ឱនមិនហើយនិយាយស្រួលណាស់ណានាងតែបើវាធ្លាប់ធ្លាក់លើខ្លួនឯងទើបដឹងថាវាមិនងាយស្រួលទេក្រោយពីប្រគេនចង្ហាន់និងទទួលពរជ័យពីព្រះសង្ឃរួចលោកស្រីសុភ័ណ្ឌបានទៅសំណេះសំណាលជាមួយចាស់ទុំនៅក្នុងសាលាឆោតទៀនទុកឲ្យសូរិយានិងបុប្ផាដើរលំហែកាយនៅក្រោមដើមពោធិ៍ដ៏ត្រជាក់នេះចាលោកសរិយាផ្កាឈូកនេះបរិសុទ្ធណាស់លោកយកទៅថ្វាយព្រះពុទ្ធនៅក្នុងព្រះវិហារទៅដើម្បីឲ្យចិត្តលោកបានស្ងប់និងរលាយអស់ទុក្ខកង្វល់ទាំងឡាយអរគុណណាស់អ្នកនាងបុប្ផាសេចក្តីល្អរបស់អ្នកនាងធ្វើឲ្យខ្ញុំបានមានអារម្មណ៍ថាខ្លួនឯងមានសំណាងណាស់ដែលបានជួបអ្នកនាងលោកសរិយានិយាយបែបនេះធ្វើខ្ញុំទៅទាល់ណាស់យើងទៅតែស្គាល់គ្នាទេចាទោះបីជាទើបតែស្គាល់គ្នារយៈពេលខ្លីតែក្នុងចិត្តខ្ញុំបានមានអារម្មណ៍ថាដូចជាធ្លាប់ជួបនិងជំពាក់ជំពិនជាមួយអ្នកនាងតាំងពីជាតិមុនមកម្លេះបើសិនជាថ្ងៃណាមួយខ្ញុំបានធ្វើឲ្យអ្នកនាងខកចិត្តតើអ្នកនាងនឹងអត់ទោសឲ្យខ្ញុំទេប្រសិនបើលោកមិនមានចេតនាហើយលោកដឹងកំហុសហេតុអីខ្ញុំត្រូវប្រកាន់គំនុំមិនអត់ទោសនោះមនុស្សយើងគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេទឹកមុខដ៏ស្រស់និងពាក្យសម្ដីប្រកបដោយមេត្តាធម៌របស់បុប្ផាបានចាក់ដោតចូលទៅក្នុងបេះដូងសូរិយាយ៉ាងខ្លាំងគេចាប់ផ្ដើមមានអារម្មណ៍មានវិប្បដិសារីនិងរារែកចិត្តគេសួរខ្លួនឯងថាតើការយកមនុស្សស្រីដ៏ល្អម្នាក់នេះធ្វើជាឧបករណ៍សងសឹកវាជារឿងត្រឹមត្រូវដែរឬទេប៉ុន្តែពេលនឹកឃើញមុខឪពុកដែលចាស់ជរាក្នុងឃុំភ្លើងគំនុំក៏ងើបឡើងវិញភ្លាមអ្នកប្រុសហើយអ្នកប្រុសកំពុងតែលេងជាមួយនឹងភ្លើងហើយអ្នកប្រុសចង់ដាក់អន្ទាក់ប្រមាញ់បេះដូងនេះតែមើលទៅខ្លួនឯងទេដែលកំពុងតែធ្លាក់ចូលក្នុងអន្ទាក់ស្នេហ៍របស់អ្នកនាងបុប្ផានោះបើថ្ងៃណាមួយការពិតត្រូវលាតត្រដាងតើអ្នកណាជាអ្នកឈឺចាប់ជាងគេទៅបុប្ផាក្មួយសូរិយានេះថ្ងៃត្រង់ហើយណាតោះយើងត្រឡប់ទៅភូមិគ្រឹះវិញថ្ងៃនេះម៉ែនឹងឲ្យមេចុងភៅធ្វើម្ហូបពិសេសជប់លៀងក្មួយសូរិយាផងបានលោកស្រីខ្ញុំបានពិតជាអរគុណខ្លាំងណាស់នុយស្នេហ៍ដែលសូរិយាបានបាច់សាច់ចាប់ផ្ដើមមានប្រសិទ្ធភាពហើយបុប្ផាបានធ្លាក់ចូលក្នុងស្នេហាដ៏អាថ៌កំបាំងនេះកាន់តែជ្រៅទៅប៉ុន្តែសូរិយាមិនបានដឹងទាល់តែសោះថាមិនមែនមានតែគេម្នាក់ទេដែលកំពុងតែរៀបចំផែនការសូម្បីតែនៅក្នុងភូមិគ្រឹះសេដ្ឋីឡៅក៏មានរឿងរ៉ាវអាថ៌កំបាំងខ្លះដែលសូរិយាមិនទាន់ដឹងដែរអ្វីត្បិតតែអតីតសេដ្ឋីសុខដែលជាឪពុករបស់សូរិយាត្រូវធ្លាក់ខ្លួនជាប់ឃុំក្នុងគុកងងឹតអស់មួយជីវិតដោយសារតែកំហុសគេទម្លាក់ឲ្យក៏ប៉ុន្តែគ្រួសាររបស់សូរិយាមិនបានធ្លាក់ខ្លួនក្រខ្សត់នោះឡើយនៅត្រើយម្ខាងនៃទីក្រុងភូមិគ្រឹះដ៏ធំល្វឹងល្វើយរបស់សូរិយានៅតែឈរជើងយ៉ាងស្កឹមស្កៃពោពេញទៅដោយទ្រព្យសម្បត្តិមាសប្រាក់និងអ្នកបម្រើឆ្វេងស្ដាំប៉ុន្តែទ្រព្យសម្បត្តិទាំងនេះមិនអាចទិញនៅសេចក្តីសុខនិងស្នាមញញឹមពិតប្រាកដរបស់ម្ចាស់ផ្ទះបានឡើយអ្នកប្រុសសូរិយាយប់ជ្រៅហើយហេតុអីក៏អ្នកប្រុសមិនទាន់សម្រានទៀតអង្គុយសម្លឹងមើលតែបញ្ជីទ្រព្យសម្បត្តិនិងកែវស្រាទាំងទឹកមុខស្រងូតស្រងាត់បែបនេះវាមិនធ្វើឲ្យអ្នកប្រុសសប្បាយចិត្តឡើងវិញទេម៉ៅឯងមើលភូមិគ្រឹះយើងចុះទ្រព្យសម្បត្តិយើងមានច្រើនណាស់រហូតដល់ចាយវា3ជាតិទៀតក៏មិនអស់ដែរ
តែមានប្រយោជន៍អីទេបើលោកពុករបស់ខ្ញុំត្រូវរស់នៅក្នុងគុកងងឹតអ្នកម៉ែត្រូវស្លាប់ទាំងដកចិត្តអាល័យគ្រប់យ៉ាងគឺមកពីសម្បត្តិបង្កាច់បង្ខូចមួយច្បាប់ដែលសេដ្ឋីឡាវយកទៅឲ្យរាជការដើម្បីបំផ្លាញកិត្តិយសរបស់ពុកខ្ញុំនិងដណ្ដើមមុខជំនួញធំទៅគ្រប់គ្រងតែម្នាក់ឯងខ្ញុំបានដឹងពីការឈឺចាប់របស់អ្នកប្រុសតែពេលនេះទ្រព្យសម្បត្តិនិងអំណាចជំនួញរបស់អ្នកប្រុសក៏ធំធាត់មិនចាញ់សេដ្ឋីឡើយដែរអ្នកប្រុសបានចូលទៅចិត្តនៅនាងបុប្ផាហើយតើអ្នកប្រុសពិតជាដាច់ចិត្តប្រើល្បិចស្នេហ៍ដើម្បីកំទេចនៅនាងបុប្ផាមែនទេបើគាត់ជាមនុស្សល្អស្អាតស្អំយ៉ាងនេះមនុស្សស្រីល្អមែនហើយនាងល្អណាស់ម៉ៅរាល់ដងដែលខ្ញុំសម្លឹងចំភ្នែកដ៏បរិសុទ្ធរបស់នាងក្នុងចិត្តខ្ញុំដូចជាមានភ្លើងដុតអញ្ចឹងនាងធ្វើឲ្យខ្ញុំរារែកចិននាងធ្វើឲ្យខ្ញុំស្គាល់ពាក្យថាអាណិតតែទឹកភ្នែកឪពុកខ្ញុំដែលត្រូវគេទម្លាក់កំហុសទាំងអយុត្តិធម៌វារំលឹកខ្ញុំរាល់ថ្ងៃសេដ្ឋីឡាវបំផ្លាញគ្រួសារខ្ញុំក៏ត្រូវតែបំផ្លាញបេះដូងកូនស្រីគេដូចគ្នាអ្នកប្រុសមានគ្រប់យ៉ាងហើយទាំងមាសប្រាក់ទាំងកិត្តិយសបើរស់ស៊ីធម្មតាមិនល្អជាងទេអ្នកប្រុសកុំយកក្តីស្រឡាញ់ស្មោះត្រង់របស់អ្នកនាងបុប្ផាមកធ្វើជាឧបករណ៍សងសឹកអីទៀតវានឹងបង្កើតបាបកម្មមិនចេះចំនោះទេឈុំនិយាយទៅម៉ៅស្អែកនេះខ្ញុំនឹងយកកណាត់សូត្រមាសនិងត្បូងពេជ្រដ៏មានតម្លៃបំផុតពីភូមិគ្រឹះយើងទៅជូនគ្រួសារសេដ្ឋីឡាវខ្ញុំនឹងប្រើភាពមានបាននិងភាពល្អឥតខ្ចោះរបស់ខ្ញុំទាញយកការទុកចិត្តរបស់ពួកគេឲ្យបានទាំងស្រុងពេលពួកគេដើរចូលក្នុងផ្ទះរបស់ខ្ញុំពេញទំហឹងហើយពេលនោះហើយជាថ្ងៃដួលរលំនៃគ្រួសារសេដ្ឋីឡាវបានអ្នកប្រុសខ្ញុំបាននឹងទៅរៀបចំកាដូទាំងនោះតាមបញ្ជាព្រឹកព្រលឹមនៃថ្ងៃថ្មីសូរិយាបានធ្វើដំណើរមកដល់ភូមិគ្រឹះសេដ្ឋីឡាវវិញម្ដងទៀតដោយរឹកពីជាកូនសេដ្ឋីដ៏មានអំណាចនិងទ្រព្យសម្បត្តិស្ដុកស្ដំនៅក្នុងបន្ទប់ទទួលភ្ញៀវលោកស្រីសុភ័ណ្ឌនិងបុប្ផាកំពុងតែអង្គុយរៀបចំផ្កាម្លិះលោកសរិយាចេញមកដល់ហើយថ្ងៃនេះលោកចេញមកទាំងព្រលឹមថែមទាំងមានអ្នកបម្រើដង្ហែមកច្រើនម្ល៉េះបាទជំរាបសួរលោកស្រីនិងអ្នកនាងបុប្ផាថ្ងៃនេះខ្ញុំបានយកកណាត់សូត្រត្បាញដោយសរសៃមាសនិងគ្រឿងត្បូងកម្រពីហាងជំនួញរបស់គ្រួសារខ្ញុំមកជូនលោកស្រីនិងអ្នកនាងបុប្ផាដើម្បីជាការរាប់អានគ្នាហាស្លាប់ហើយក្មួយសូរិយារបស់ទាំងនេះមានតម្លៃមហាសាលណាស់មីងមិនហ៊ានទទួលទេក្មួយគ្រួសារក្មួយពិតជាមានមុខចំនួនដ៏ធំហើយមានទ្រព្យសម្បត្តិស្ដុកស្ដំមែនតែក្មួយមិនគួរគិតគូរដល់ថ្នាក់នេះទេលោកស្រីសម្រាប់ខ្ញុំបានទ្រព្យសម្បត្តិមាសប្រាក់ទាំងនេះមិនអាចប្រៀបនឹងទឹកចិត្តដ៏បរិសុទ្ធនឹងការរាប់អានដែលលោកស្រីនិងអ្នកនាងបុប្ផាមានចំពោះខ្ញុំបាទឡើយសូមលោកស្រីទទួលទុកចុះទៀនលោកសរិយាមានគ្រប់យ៉ាងទាំងទ្រព្យសម្បត្តិរូបសម្បត្តិនិងចំណេះដឹងតែហេតុអីបានជាពេលខ្លះខ្ញុំមានអារម្មណ៍ថាតែផ្នែករបស់លោកហាក់ដូចជាមានរឿងរ៉ាវលាក់បាំងយ៉ាងធ្ងន់ធ្ងរនៅពីក្រោយស្នាមញញឹមនេះទៅវិញនាងឆ្លាតណាស់អាចមើលធ្លុះចិត្តខ្ញុំអូអ្នកនាងបុប្ផាគិតច្រើនពេកហើយគ្រួសារខ្ញុំធ្វើចំនួនធំជួនកាលជួបនឹងមនុស្សច្រើនប្រភេទជួបការប្រកួតប្រជែងធ្វើឲ្យខ្ញុំបានត្រូវប្រុងប្រយ័ត្ននិងគិតគូរច្រើនបន្តិចប៉ុណ្ណោះមែនហើយធ្វើជាម្ចាស់ចំនួនធំតាំងពីក្មេងបែបនេះពិតជាមិនងាយស្រួលទេលោកសេដ្ឋីឡាវគាត់សរសើរក្មួយណាស់ថាជាមនុស្សរឹងមាំចរិតរឹកពីខ្ពង់ខ្ពស់សមជាកូនអ្នកមានបុណ្យស័ក្តិពិតប្រាកដមែនហើយខ្ញុំជាកូនរបស់សេដ្ឋីសុខដែលប្តីរបស់លោកស្រីបានគំតិចកាលពី10ឆ្នាំមុននឹងឯងបាទអរគុណលោកស្រីណាស់ដែលបានសរសើរនិងផ្ដល់កិត្តិយសដល់ខ្ញុំបានក្នុងខណៈនោះដែរសេដ្ឋីឡាវបានដើរចូលមកពេលឃើញសូរិយាព្រមទាំងមាសប្រាក់ត្បូងពេជ្រដ៏មានតម្លៃលោកកាន់តែយល់ច្បាស់ពីឋានៈនិងសមត្ថភាពរបស់យុវជនម្នាក់នេះលោកដើរមកអង្គុយចុះជជែកដោយភាពស្និទ្ធស្នាលបំផុតក្មួយសូរិយារបស់របរទាំងនេះថ្លៃថ្នូរណាស់ក្មួយពិតជាធ្វើឲ្យខ្ញុំទប់ចិត្តមិនសរសើរមិនបានមែនខ្ញុំដឹងថាគ្រួសារក្មួយមានឥទ្ធិពលខ្លាំងខាងជំនួញខ្ញុំចាស់ហើយថ្ងៃក្រោយទៅគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះនេះ
និងមុខជំនួញទាំងអស់ត្រូវធ្លាក់លើដៃបុប្ផាហើយបើសិនជាបានក្មួយសូរិយាដែលមានទាំងទ្រព្យសម្បត្តិនិងចំណេះដឹងស្មើគ្នាមកជួយមើលថែនាងនិងរួមដៃគ្នាពង្រីកជំនួញខ្ញុំពិតជាស្លាប់ទៅបិទភ្នែកចិត្តហើយលោកទុកចិត្តខ្ញុំដល់ថ្នាក់ប្រគល់កូនស្រីនិងទ្រព្យសម្បត្តិទាំងអស់ឲ្យខ្ញុំផងណាលោកជាសត្រូវចិត្តខ្មៅឬជាមនុស្សបែបណាឲ្យប្រកាសបាទលោកសេដ្ឋីខ្ញុំបានពិតជាមានកិត្តិយសណាស់ទៀនផែនការសងសឹករបស់សូរិយាកាន់តែងាយស្រួលព្រោះគ្រួសារសេដ្ឋីឡៅបើកទ្វារទទួលក្នុងឋានៈជាកូនសេដ្ឋីស្មើគ្នានិងត្រៀមប្រគល់គ្រប់យ៉ាងឲ្យគេប៉ុន្តែភាពស្មោះត្រង់របស់ពូគេបែរជាคล้ายជាដាវមុខពីរចាក់ដោតបេះដូងសូរិយាឲ្យឈឺចាប់និងមានវិប្បដិសារីកាន់តែខ្លាំងឡើងគ្រាន់តែជួយមនុស្សចាស់ម្នាក់ក៏คล้ายជាកូនធម៌របស់មហាសេដ្ឋីសម្បត្តិផ្ទះធំទ្រព្យច្រើនសម្បូរអ្នកបម្រើហើយចុះយើងវិញអើយស្រីនួនមកស្ងាត់មាត់ស្អីទៀតមិនឃើញគេមានលើសយើងទេអីចាំមើលចុះមិនយូរទេយើងនឹងធ្វើឲ្យភូមិគ្រឹះនេះក្លាយជាកន្លែងដែលពួកឯងរស់នៅមិនបានសុខឡើយហើយរឿងវាសនាផ្កាឈូកសសូមាអូនសម្រាប់ខ្លះទៅកុំខំធ្វើការងារផ្ទះខ្លាំងពេកអូនកំពុងតែពោះផងបើហត់ត្រូវប្រាប់បងណាមិនអីទេបងណារិនអូនគ្រាន់តែបោសផ្ទះនិងរៀបចំបាយទឹកបន្តិចបន្តួចប៉ុណ្ណោះបងឯណេះទេដែលហត់តែធ្វើការតាំងពីព្រឹកព្រលឹមទល់ព្រលប់ដើម្បីរកប្រាក់មកត្រៀមទុកឲ្យអូននិងកូនយើងកើតបងមិនហត់ទេឲ្យតែឃើញអូននិងកូនមានក្តីសុខបងសន្យាថាទោះបីជាយើងមិនមានមាសប្រាក់ហូរហៀតែបងនឹងធ្វើឲ្យគ្រួសារយើងពោពេញទៅដោយស្នាមញញឹមជានិច្ចអូនជឿជាក់លើបងសុភមង្គលពិតប្រាកដមិនមែននៅលើទ្រព្យសម្បត្តិទេគឺនៅលើការយល់ចិត្តនិងភាពស្មោះត្រង់ចំពោះគ្នាដូចបងនិងអូននេះឯងចាន់ឯងមកទៅផ្ទះនរិនទៅគេរស់នៅមានក្តីសុខណាស់ប្រពន្ធគេចិត្តសម្រាប់កូនទៀតចុះឯងការជាមួយយើងច្រើនឆ្នាំហើយសូម្បីតែសមោលកូនមួយក៏គ្មានឯងវាអាចសមត្ថភាពស្ងាត់ទៅស្រីនួនអារឿងកូននឹងវាមកពីព្រេងសំណាងតើឲ្យយើងធ្វើម៉េចឯងឈប់យកយើងទៅប្រៀបជាមួយនឹងអានរិនទៀតទៅបានទេមិនក៏ប្រៀបធៀបមិនបានកាលពីមុនណាឯងធ្លាប់តាមស្រឡាញ់នាងសៅមាតែគេមិនយកឯងគេទៅយកណារិនឥឡូវមើលចុះគេមានកូនមានចៅរស់នៅផ្អែមល្ហែមឯយើងវិញណាមានតែសម្លេងឆ្លោះគ្នាពេញផ្ទះសោមាណារិនពួកឯងមានក្តីសុខណាស់មែនទេចាំមើលចុះយើងនឹងមិនឲ្យពួកឯងបានសុខរហូតឡើយអ្វីដែលយើងគ្មានពួកឯងក៏មិនត្រូវមានដែរអូយវិលមុខណាស់អ្នកណាក៏បានដែរជួយខ្ញុំផងសូមាមើលចុះមានលោកតាម្នាក់ដួលសន្លប់នៅទីនេះព្រះអើយបងណារិនបញ្ញាប់ជួយគាត់ទៅបងមើលចុះគាត់ហាក់ដូចជាខ្សោះខ្ចាល់អស់កម្លាំងខ្លាំងណាស់លោកតាដឹងខ្លួនឡើងសូមាឆាប់យកទឹកក្នុងបំពង់ឫស្សីមកឲ្យគាត់ផឹកបន្តិចទៅអូនលោកតាពិសាទឹកបន្តិចសិនទៅតាកុំភ័យអីពួកយើងនៅទីនេះហើយកូនទាំងពីរជាអ្នកណាហេតុអីមកជួយខ្ញុំមិនខ្លាចខ្ញុំជាមនុស្សអាក្រក់ទេអីជំរាបសួរលោកតាពួកយើងគ្រាន់តែដើរកាត់ទីនេះឃើញលោកតាដួលបែបនេះយើងត្រូវតែជួយមិនអាចឈរមើលបានទេលោកតាមានទីលំនៅនៅណាពួកយើងនឹងជួយជូនលោកតាទៅផ្ទះវិញចិត្តល្អណាស់កូនអើយក្នុងសម័យនេះកម្រមានមនុស្សដែលមានចិត្តបរិសុទ្ធជួយគេដោយមិនសង្ឃឹមផលតបស្នងបែបនេះណា
ណារិនសោម៉ាបើកាលពីម្សិលមិញអ្នកទាំងពីរមិនបានជួយខ្ញុំទេម្លេះសំជីវិតតាចាស់ខ្ញុំម្នាក់នេះនឹងត្រូវដេកស្លាប់នៅកណ្ដាលផ្លូវបាត់ទៅហើយខ្ញុំរស់នៅមានទ្រព្យមហាសាលមែនតែចិត្តខ្ញុំឯកោណាស់គ្មានកូនគ្មានចៅមើលថែឡើយលោកតាក៏មានប្រសាសន៍បែបនេះអីបុណ្យស័ក្តិលោកតានៅខ្ពស់ណាស់ពួកយើងជួយលោកតាគឺចេញពីចិត្តពិតប្រាកដមិនមែនដើម្បីចង់បានរបស់តបស្នងអ្វីឡើយមែនហើយគឺដោយសារតែសេចក្តីស្មោះត្រង់របស់ពួកឯងនឹងហើយទើបខ្ញុំសម្រេចចិត្តច្បាស់លាស់ណារិនសោម៉ាចាប់ពីថ្ងៃនេះទៅពួកឯងមិនមែនជាអ្នកដទៃសម្រាប់ខ្ញុំទៀតទេខ្ញុំសូមទទួលពួកឯងទាំងពីរធ្វើជាកូនធម៌របស់ខ្ញុំជាផ្លូវការពួកឯងត្រូវមករស់នៅក្នុងភូមិគ្រឹះនេះជាមួយខ្ញុំដើម្បីឲ្យខ្ញុំបានឃើញមុខកូនចៅនិងចៅដែលជិតកើតនេះផងតើឯងទាំងពីរយល់ព្រមទេលោកតាពួកយើងមានគុណសម្បត្តិអីនឹងទទួលកិត្តិយសធំធេងបែបនេះពួកយើងគ្រាន់តែជាអ្នកក្រីក្រប៉ុណ្ណោះទ្រព្យសម្បត្តិមិនសំខាន់គឺទឹកចិត្តបរិសុទ្ធចាប់ពីថ្ងៃនេះទៅហៅខ្ញុំថាពុកចុះណារាល់ទ្រព្យសម្បត្តិនិងអាជីវកម្មរបស់ពុកនឹងបង្រៀនឲ្យនរិនជួយមើលថែបន្តមិនអាចទៅរួចទេអានរិននិងនាងសោម៉ាអីក៏សំណាងខ្លាំងម្លេះគ្រាន់តែជួយមនុស្សចាស់ម្នាក់ក៏ខ្លាចជាកូនធម៌របស់មហាសេដ្ឋីសម្បត្តិផ្ទះធំទ្រព្យច្រើនសម្បូរអ្នកបម្រើហើយចុះយើងវិញហឺយស្រីនួនមកស្ងាត់មាត់ស្អីទៀតមិនឃើញគេមានលើសយើងទេអីមើលឃើញតាឃើញហើយកាន់តែឈឺចិត្តណារិនវាមានសំណាងបានទាំងប្រពន្ធល្អបានទាំងកូនក្នុងផ្ទៃហើយឥឡូវនេះបានទាំងទ្រព្យសម្បត្តិទៀតចំណែកយើងណារកតែបាយហូបឲ្យឆ្ងាញ់មិនបានផងយើងមិនសុខចិត្តទេសោម៉ាគួរតែជារបស់យើងទ្រព្យសម្បត្តិទាំងនោះក៏គួរតែជារបស់យើងដែរបើអាណារិនវាក៏ត្រូវតែរលាយបាត់បង់ទៅវិញស្រីនួនឯងត្រូវជួយយើងនឹងរកវិធីចូលទៅចិត្តពួកវាសម្ដែងធ្វើជាចិត្តល្អដើម្បីរកឱកាសបំបែកបំបាក់ពួកវានិងដណ្ដើមយកការទុកចិត្តពីលោកសេដ្ឋីមកវិញអើយឯងចង់ធ្វើស្អីកុំឲ្យមានរឿងដល់ថ្នាក់ជាប់គុកជាប់ច្បាប់ណាអត្តបិច័ន្ទឯងកុំបារម្ភអីខ្ញុំមិនប្រើហិង្សាទេតែខ្ញុំនឹងប្រើអណ្ដាតនិងល្បិចកលឯងចាំមើលចុះខ្ញុំនឹងទៅអបអរសាទរពួកវារួចចាំមើលកន្លែងណាដែលមានចន្លោះប្រហោងខ្ញុំនឹងចាក់រុកឲ្យលោកសេដ្ឋីស្អប់ពួកវាវិញមិនខានអូហូណារិនមិត្តសម្លាញ់អបអរសាទរផងណាយើងបានឮដំណឹងថាឯងបានក្លាយជាកូនធម៌របស់លោកសេដ្ឋីយើងត្រេកអរត្រេកអររកអ្វីព្រាមមិនបានទេណែមិត្តភ័ក្តិនឹងគ្នាណាឃើញឯងមានបានយើងក៏មានមោទនភាពដែរអរគុណណាស់ច័ន្ទឯងពិតជាមិត្តដ៏ល្អមែនមកផឹកទឹកសិនមកស្រីនួនក៏មកដែរមែនទីចាឃើញប្អូនសមាមានសំណាងបែបនេះបងពិតជាសប្បាយចិត្តចំនួនណាអូយមើលចុះសម្រស់ក៏ស្អាតជាងមុនទៀតអរគុណបងស្រីពួកយើងគ្រាន់តែសំណាងបានលោកពុកលោកមេតាប៉ុណ្ណោះបងច័ន្ទនិងបងស្រីនួនទំនេរមកលេងទីនេះឲ្យបានញឹកញាប់ណាចាំមើលចុះមិនយូរទេយើងនឹងធ្វើឲ្យភូមិគ្រឹះនេះក្លាយជាកន្លែងដែលពួកឯងរស់នៅមិនបានសុខឡើយលោកពុកសេដ្ឋីខ្ញុំមានរឿងមួយក្នុងចិត្តចង់ជម្រាបលោកពុកប៉ុន្តែមិនហ៊ានខ្លាចលោកពុកបន្ទោសថាខ្ញុំនេះចំណាយនឹងមិត្តភក្តិមានរឿងអីមែនទេច័ន្ទឯងជាមិត្តជិតដិតរបស់នរិនបើមានរឿងអីមិនស្រួលក៏បញ្ញាប់ប្រាប់យើងមកចុះយើងមិនបន្ទោសឯងទេលោកពុកខ្ញុំដឹងថានរិននិងសោម៉ាជាមនុស្សល្អតែ
ការពីម្សិលមិញខ្ញុំស្ដាប់ឮពួកវាជជែកគ្នាថាពួកគេមកជួយលោកពុកនេះគឺដើម្បីតែទ្រព្យសម្បត្តិប៉ុណ្ណោះហើយថែមទាំងនិយាយថាចាំពេលបានសិទ្ធិកាន់កាប់មាសប្រាក់ទាំងអស់ពួកគេនឹងនាំលោកពុកទៅចោលទៀតផងខ្ញុំឈឺចិត្តចំនួនលោកពុកណាស់អីក៏ដល់ថ្នាក់នឹងយើងឃើញនរិននឹងសោមាសុភាពរៀបសារណាស់តើពួកគេអាចមានចិត្តអាក្រក់បែបនេះបានយ៉ាងម៉េចទៅមនុស្សស្គាល់មុខតែមិនស្គាល់ចិត្តទេលោកពុកនរិនសោមាចេញមកជួបយើងភ្លាមតើនរណាជាអ្នកចូលក្នុងបន្ទប់របស់យើងចុងក្រោយគីខ្សែកមាសដែលយើងទុកលើតុបាត់ទៅណាហើយមានរឿងអីលោកពុកខ្សែកមាសបាត់មែនទេសោមាអូនជាអ្នករៀបចំបន្ទប់របស់លោកពុកតើអូនបានឃើញទេលោកពុកកូនមិនបានឃើញឡើយកូនគ្រាន់តែបោះជូតរួចក៏ចេញមកវិញមិនបានប៉ះពាល់របស់លោកពុកបន្តិចណាឡើយសោមាអើយបើប្អូនយកក៏ប្រាប់លោកពុកទៅលោកពុកចិត្តល្អណាស់លោកមិនខឹងទេតែបើកុហកបែបនេះគឺមិនល្អទេណាបងបារម្ភថាប្អូនចង់យកមាសទៅបញ្ចាំដើម្បីផ្ញើឲ្យម៉ែឪនៅស្រុកទេដឹងច័ន្ទកុំនិយាយបែបនេះប្រពន្ធយើងមិនមែនជាមនុស្សដៃវែងបែបនេះទេលោកពុកសូមលោកពុកមេត្តាពិចារណាកូនសន្យានឹងរកឲ្យឃើញបើមិនឃើញទេកូនសុខចិត្តទទួលកំហុសជំនួសភរិយាកូនល្អបើរកមិនឃើញក្នុងថ្ងៃនេះទេយើងនឹងមានវិធានការបងនរិនអូនពិតជាមិនបានយកពិតមែនណាបងមិនក៏បងច័ន្ទនិយាយបង្កាច់បង្ខូចអូនបែបនេះគាត់ជាមនុស្សរបស់បងតាបងដឹងបងជឿអូនជានិច្ចច័ន្ទគេប្រហែលជាយល់ច្រឡំឬក៏មានបំណងអ្វីមួយយ៉ាងតែអូនកុំបារម្ភអីភាពស្មោះត្រង់នឹងការពារយើងបងជឿថាលោកពុកមិនមែនជាមនុស្សងាយជឿគេទេចិនឯងប្រាប់យើងថានរិននិងសោមាជាអ្នកលួចខ្សែកយើងមែនទេហើយឯងភ័យខ្លាចថាពួកវានឹងយកយើងទៅចោលនៅឯវត្តទៀតផងបានលោកពុកខ្ញុំនិយាយនេះក៏ព្រោះតែបារម្ភពីសុវត្ថិភាពនិងទ្រព្យសម្បត្តិរបស់លោកពុកប៉ុណ្ណោះមិត្តភក្តិនឹងគ្នាខ្ញុំដឹងចិត្តនរិនច្បាស់ណាស់វាខ្លាចជាមនុស្សលោភលន់តាំងពីមកនៅទីនេះម្លេះលោកពុកខ្ញុំគ្មានអ្វីដោះស្រាយឡើយបើលោកពុកលែងជឿជាក់លើកូនសុខចិត្តចាកចេញពីទីនេះជាមួយភរិយាដោយទៅតែខ្លួនទៅទេប៉ុណ្ណោះដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់កូនសុំទោសលោកពុកដែលធ្វើឲ្យលោកពុកមិនសប្បាយចិត្តឈប់សិនមុននឹងសម្រេចចិត្តដេញអ្នកណាចេញយើងចង់ឲ្យច័ន្ទទៅមើលក្នុងធូបផ្កានៅសួនច្បារបន្តិចមើលយើងហាក់ដូចជាយល់សពឃើញថាមានរបស់ម្យ៉ាងនៅទីនោះលោកពុកធូបផ្កាអីទៅខ្ញុំមិនយល់ទេទៅភ្លាមទៅឬមួយចង់ឲ្យយើងឲ្យអ្នកបម្រើទៅយកមកហើយហៅមេភូមិមកធ្វើជាសាក្សីផងច័ន្ទឯងប្រាប់យើងមកមើលតើខ្សែកនេះទៅនៅក្នុងធូបផ្កាបានយ៉ាងម៉េចបើឯងប្រាប់ថាសោមាជាអ្នកលួចអូននួនឃើញទេលោកសេដ្ឋីចាប់ផ្ដើមសង្ស័យពួកវាហើយមាសដែលយើងលួចយកទៅលាក់នៅក្នុងធូបផ្កាសួនច្បារនោះគ្មានអ្នកណាដឹងឡើយចាំមើលចុះមិនយូរទេពួកវានឹងត្រូវដេញចេញពីផ្ទះមិនខាននេះច័ន្ទឯងតើដែលជាមនុស្សពឹសពុលយើងស្ទើរតែយល់ច្រឡំលើកូនធម៌ល្អរបស់យើងទៅហើយយើងបានឮសម្ដីឯងនិងប្រពន្ធឯងជជែកគ្នាកាលពីយប់មិញអស់ហើយឯងប្រើល្បិចទម្លាក់កំហុសឲ្យមិត្តភក្តិរបស់ឯងដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាដោយសារតែភាពចំណែនមែនទេច័ន្ទមិនក៏ឯងដាច់ចិត្តធ្វើបែបនេះដាក់យើង
យើងចាត់ទុកឯងជាបងប្អូនឲ្យឯងចេញចូលផ្ទះនេះដោយសេរីតែឯងបើជាម្ចាក់រុកបំផ្លាញគ្រួសាររបស់យើងទៅវិញណារិនយើងសុំទោសលោកពុកខ្ញុំខុសហើយគឺមកពីខ្ញុំខឹងដែលសៅម៉ាមិនស្រឡាញ់ខ្ញុំខឹងដែលឃើញពួកឯងមានលើខ្ញុំវង្វេងក្នុងចិត្តចំណែនទើបធ្វើរឿងថោកទាបបែបនេះខ្ញុំសុំទោសលោកពុកមេត្តាផងពួកខ្ញុំដឹងខុសហើយសូមកុំចាប់ពួកខ្ញុំដាក់គុកអីយើងមិនចាប់ពួកឯងដាក់គុកទេព្រោះយើងមិនចង់ឲ្យមានការបង្ហូរទឹកភ្នែកឬក៏ការបៀតបៀនគ្នាក្នុងផ្ទះនេះឡើយណារិនសៅម៉ាតើពួកកូនចង់ឲ្យពុកដោះស្រាយយ៉ាងម៉េចលោកពុកបងច័ន្ទគាត់ដឹងកំហុសហើយម្យ៉ាងទៀតគាត់ជាមិត្តចាស់របស់បងណារិនដែរសូមលោកពុកមេត្តាលើកលែងទោសឲ្យគាត់ម្ដងចុះកុំឲ្យមានទោសបីអីគ្រាន់តែសូមឲ្យគាត់ឈប់មកជាពួកយើងទៀតទៅបានហើយបានលោកពុកកូនក៏គិតចឹងដែរការសងសឹកមិននាំមកនៅក្តីសុខឡើយគឺនាំតែក្តីក្តៅក្រហាយប៉ុណ្ណោះល្អណាស់នេះហើយជាមូលហេតុដែលពុកជ្រើសរើសពួកកូនមកធ្វើជាកូនធរច័ន្ទស្រីនួនចូលពួកឯងត្រឡប់ទៅផ្ទះវិញចុះហើយកែខ្លួនជាថ្មីទ្រព្យសម្បត្តិអ្នកដទៃមិនមែនជារបស់យើងទេបើចង់មានចូលរកស៊ីដោយភាពស្មោះត្រង់ចេញទៅចុះសោម៉ាកូនកុំយំទៀតអីពុកសុំទោសដែលសាកល្បងចិត្តកូនឥឡូវនេះគ្រប់យ៉ាងបានភ្លឺស្វាងហើយកូនទាំងពីរបានបង្ហាញឲ្យពុកឃើញថាទោះជាមានឧបសគ្គយ៉ាងណាក៏ពួកកូនមិនបោះបង់ភាពត្រឹមត្រូវឡើយចាំមើលចុះចៅប្រុសពុកកើតមកគេនឹងមានសំណាងបំផុតដែលមានឪពុកម្ដាយដូចជាពួកកូននេះសមាអូនមើលចុះកូនប្រុសយើងស្អាតណាស់មុខមាត់កាត់មករកអូនបេះបិទតែម្ដងបងអរគុណអូនណាស់ដែលបានផ្ដល់កាដូដ៏មានតម្លៃបំផុតសម្រាប់ជីវិតបងគេជាកូនបងដានតាបងណារិនអូនសប្បាយចិត្តណាស់ដែលគេកើតមកក្នុងពេលដែលគ្រួសារយើងមានសេចក្តីសុខបែបនេះចៅតាមើលចុះចមោះស្រួចភ្នែកភ្លឺថ្លាបង្ហាញពីអ្នកមានបុណ្យមែនចាប់ពីថ្ងៃនេះទៅពុកនឹងដាក់ឈ្មោះឲ្យចៅថាបញ្ញរិទ្ធដែលមានន័យថាអ្នកដែលមានឫទ្ធិអំណាចកើតចេញពីបុណ្យកុសលតានឹងផ្ទេរមរតកទាំងអស់ឲ្យចៅនិងឪពុកម្ដាយចៅជាអ្នកមើលថែបន្តបងណារិនមើលចុះអ្នកភូមិយើងឆ្នាំនេះធ្វើស្រែបានផលល្អណាស់អូនសប្បាយចិត្តដែលលោកពុកអនុញ្ញាតឲ្យយើងបញ្ចុះតម្លៃឈ្នួលដីនិងជួយឧបត្ថម្ភគ្រាប់ពូជដល់ពួកគាត់ត្រូវហើយអូនលោកពុកតែងតែបង្រៀនបងថាទ្រព្យសម្បត្តិដែលគង់វង្សបំផុតនោះមិនមែនស្ថិតនៅក្នុងឃ្លាំងឡើយតែវាស្ថិតនៅក្នុងទឹកចិត្តដែលយើងបានចែករំលែកទៅកាន់អ្នកដទៃសួស្ដីនរិនសួស្ដីសមាពួកយើងមកនេះមិនមែនមកយាយីអ្វីឡើយគឺគ្រាន់តែចង់មកសុំទោសជាថ្មីនិងចង់ជម្រាបថាចាប់តាំងពីថ្ងៃដែលលោកសេដ្ឋីដោះលែងពួកយើងមកពួកយើងបានភ្ញាក់រលឹករួចខំប្រឹងធ្វើការងាររកស៊ីដោយកម្លាំងញើសឈាមខ្លួនឯងឥឡូវនេះពួកយើងរស់នៅមានក្តីសុខណាស់ទោះជាមិនមានទ្រព្យច្រើនតែបេះដូងពួកយើងមិនក្តៅក្រហាយដូចពីមុនទៀតទេចាប្អូនទាំងពីរបងសុំទោសចំពោះរឿងអតីតកាលអរគុណដែលប្អូនមិនចាប់ពួកបងដាក់គុកធ្វើឲ្យពួកបងមានឱកាសកែខ្លួនជាមនុស្សថ្មីច័ន្ទស្រីនួនកុំគិតច្រើនអីណារឿងអតីតកាលឲ្យវារសាត់ទៅតាមខ្យល់ចុះសំខាន់អ្នកទាំងពីររកឃើញសុភមង្គលពិតប្រាកដបើអ្នកទាំងពីរត្រូវការជំនួយអីកុំក្រែងចិត្តណាពួកយើងនៅតែជាអ្នកភូមិជាមួយគ្នាជានិច្ចបុណ្យពិតជាមានមែនការដែលយើងជួបមនុស្សល្អគឺជាសំណាងតែការដែលយើងអាចរក្សាភាពស្មោះត្រង់ទុកបានគឺជាសេចក្តីថ្លៃថ្នូរការអភ័យទោសនាំមកនូវសេចក្តីសុខក្នុងចិត្តការដែលមិនសងសឹកបានធ្វើឲ្យសត្រូវក្លាយជាមិត្ត
នឹងជួយឲ្យសង្គមរស់នៅដោយសុខសាន្តនិងគ្មានគំនុំសុភមង្គលមិនមែនមានតែប្រាក់នាយច័ន្ទបានរៀនសូត្រថាការរកស៊ីដោយសុចរិតនាំមកនូវក្តីសុខជាងការច្រណែនឈ្នានីសអ្នកដទៃ